ស្តីអ្នកទាំងអស់គ្នាបាទវីដេអូមួយនេះគឺធ្វើឡើងដើម្បីបាទណែនាំជាមួយនឹងកូនសិស្សដែលចុះឈ្មោះចូលរួមជាមួយនឹងការ blog SIAT ទាំងអស់គ្នាដើម្បីឲ្យបានដឹងអំពីរបៀបនៃការ upload artwork ក៏ដូចជាវីដេអូរបស់អ្នកទាំងអស់គ្នាបាទជាបឋមយើងចូលទៅក្នុងអឺ browser បាទក្រុម application ហើយគឺយើងបាទទៅកាន់បាទវាយទៅកាន់ form.simcc.org យើងទៅកាន់ហេតុផលនេះទាំងអស់គ្នាបាទហើយមកដល់ទីនេះគឺប្រសិនបើអ្នកទាំងអស់គ្នាអត់ទាន់មាន account មានន័យថាយើងអត់ទាន់ register ជា member បាទ membership របស់MDP នេះទេបាទនេះគឺMDP នេះគឺMember Development Portal ដែលព័ត៌មានរបស់អ្នកទាំងអស់គ្នាពួកយើងចង់ download ជាមួយនឹង e-certificate អីរបស់ពួកយើងគឺបាននៅខាងក្នុងនេះទាំងអស់បាទអញ្ចឹងបើសិនជាយើងមានបញ្ហាថាយើងអត់ទាន់ដឹងទេថាបង្កើត account នេះដូចម្ដេចបើយើងចូលមកដល់ទំព័រមួយនេះយើងចូលមកកន្លែង training video ទៀតបាទហើយយើងចូលទៅ how to register new student membership account បាទក្នុងលក្ខខណ្ឌទាំងអស់នេះអត់ទាន់មាន account បាទប៉ុន្តែបើសិនជាយើងមាន account ហើយរួចរាល់ឥឡូវឧទាហរណ៍បាទដូចបាទខ្ញុំមាន account ហើយរួចរាល់ខ្ញុំចូលទៅ login បាទអញ្ចឹងនេះបាទនេះ account របស់ខ្ញុំបាទហើយខ្ញុំឧទាហរណ៍ខ្ញុំបាទប្រើប្រាស់ជាមួយនឹង account របស់គុណលីបាទគុណលីមីបាទដើម្បី login បាទអញ្ចឹងបាទពេលដែល account ខ្ញុំបាទខ្ញុំមាន account ខ្ញុំមានអីហើយរួចរាល់បាទគឺខ្ញុំគ្រាន់តែ login ចូលមកដល់ក្នុងទំព័របាទទំព័រមួយនេះគឺខ្ញុំចូលទៅអឺ yeah event registration form អូខេបាទចូលទៅកន្លែង registration ចូល contact registration form ជាពួកយើង scroll មកខាងក្រោមមកគឺឃើញជាមួយនឹងបាទ2026SIAT បាទអញ្ចឹងយើងចូលទៅកន្លែងនេះគឺចូលទៅកន្លែង register អូខេអញ្ចឹងពេលដែលយើងចូលទៅដល់កន្លែង register គឺយើងចូលមកដល់បាទគេទំព័របាទមួយនេះពួកយើងអានមកបាទ this is the submission form for all 2026 SIAT international students បាទអញ្ចឹងគឺយើងអានជាមួយនឹងព័ត៌មានបាទទាំងអស់នេះបាទ constellation guide ផ្សេងបាទអញ្ចឹងអានេះគឺគេប្រាប់យើងណាបាទ calling all arts talent បាទ explore your imagination with civilization reborn បាទនេះគឺជាបាទ theme បាទនៃការប្រឡង art tournament មួយនេះបាទអញ្ចឹងព័ត៌មានផ្សេងៗទាំងអស់គ្នាទាំងនេះគឺអ្នកទាំងអស់គ្នាក៏បានដឹងបាទបានដឹងហើយរួចរាល់បាទអញ្ចឹងបាទនេះគឺជា requirement បាទ requirement SIAT 2026ត topic របស់គេគឺ civilization reborn បាទ requirement of artwork all artwork must be original work that haven't been published or must not infringe on the copyright and intellectual property rights of other បាទត្រូវតែជារបស់ថ្មីរបស់ដែលយើងបង្កើតដោយខ្លួនឯងយើងអាចទៅ copyright copy ពីគេមកឲ្យបានទេបាទ all artworks should have a prominent theme, be positive, and keep a deep meaning. Each participant can participate in more than one category and can submit one artwork per category at a time បាទអញ្ចឹងអានេះគឺចង់ប្រាប់ពួកយើងបាទថា artwork របស់ពួកយើងហ្នឹងគឺត្រូវតែវាបាទសមមូលគ្នាទៅជាមួយនឹង theme បាទ theme របស់គេហ្នឹងដែលគេឲ្យបាទ topic មក civilization reborn ហ្នឹងបាទហើយមានអត្ថន័យបាទហើយវា positive បាទវាវិជ្ជមានអត្ថន័យវាវិជ្ជមានអត្ថន័យវាជ្រាលជ្រៅបាទហើយឯកជននីមួយៗអាចចូលរួមជាមួយការប្រឡងហ្នឹងបានច្រើនជាង one category បាទអញ្ចឹងវាមាន7 category អញ្ចឹងយើងអាចjoin ទាំង7 category ក៏បានដែរអូខេហ្នឹងហើយអញ្ចឹង submission បាទ paper size requirement អាចជា paper size អាចជា A3 A4 បាទដែលវាមានទំហំ40 cm គុណនឹង50 cm បាទ format របស់ image របស់ពួកយើងត្រូវតែជា file JPEG បាទឬក៏ PNG ជា file រូបភាពបាទហើយទំហំរបស់វាគឺអត់លើសពី1 megabyte ទេហើយ resolution របស់វានេះក៏ត្រូវតែអត់ទាបជាង300 dpi ដែរបាទអញ្ចឹងពួកយើងmachine scan បាទ machine scan ហើយពេលដែលយើង scan យើងឲ្យគេ select scanning ហ្នឹងគឺselect scan យ៉ាងហោចណាស់300 dpi ឬក៏600 dpi អីទៅបាទអញ្ចឹងយើងហើយក៏ត្រូវតែមាន a short description of artwork in Chinese or English បាទអញ្ចឹងយើង submit artwork ហ្នឹងហើយយើងត្រូវ take video 1 minute video ដើម្បីdescribe បាទអញ្ចឹងបាទ less than បាទ1 minute video instruction
ជាមួយនឹងfile size ហ្នឹងគឺ no more than 1 megabyte ហ្នឹងabout yourself and your creative process អញ្ចឹងយើងត្រូវ record បាទយើង submit ជាមួយនឹង artwork ហ្នឹងហើយយើងត្រូវ record វីដេអូយ៉ាងតិចបំផុត1នាទីហ្នឹងហើយdescribe ពីខ្លួនឯងណែនាំខ្លួនឯងបាទ introduce ខ្លួនឯងទៅរួចហើយណែនាំអំពីcreative process របស់ពួកយើងហ្នឹងថារូបភាពរបស់ពួកយើងមានអត្ថន័យយ៉ាងម៉េចអីយ៉ាងម៉េចអាចជាពីរភាសាអង់គ្លេសក៏បានភាសាចិនក៏បានបាទអញ្ចឹងអត់អាចណាក់អត់អាច describe វាជាភាសាខ្មែរបានទេណាបាទអូខេអញ្ចឹងនេះអញ្ចឹងនៅពេលដែលពួកយើងមាន account ហើយយើង account ហ្នឹងគឺឃើញហើយគឺមានឈ្មោះរបស់ពួកយើងបាទហើយindex number អញ្ចឹង index number នេះគឺក្រុមការងារបាន upload ឈ្មោះបាទព័ត៌មានរបស់ពួកយើងចូលទៅក្នុង system ហើយអញ្ចឹងពួកយើងនឹងបាទក្រុមការងារនឹងផ្ញើជាមួយនឹង index number បាទចូលទៅខាងក្នុង group ដូចគ្នាអញ្ចឹងពួកយើងចាំទទួល index number របស់ពួកយើងនៅខាងក្នុង group វិញណាបាទអញ្ចឹងហើយពួកយើងបំពេញជាមួយនឹង index number របស់ពួកយើងហ្នឹងទៅតាមជាមួយនឹង index number ដែលក្រុមការងារផ្ញើចូលទៅក្នុង group បាទអញ្ចឹងនេះគឺព័ត៌មានបាទ email address បាទលេខទូរស័ព្ទអីផ្សេងៗអាហ្នឹងគឺវា auto record បាទពួកអីគឺអាហ្នឹងគឺវា record នៅពេលដែលព័ត៌មានរបស់ពួកយើងហ្នឹងពេលដែលពួកយើង register account មួយហ្នឹងគឺវាមានព័ត៌មានហ្នឹងទៅហើយនៅខាងក្នុងហ្នឹងណាបាទដែល like school នេះបាទ school នេះគឺអាចនឹងមានការប្រែប្រួលការផ្លាស់ប្ដូរអីចឹងអាហ្នឹងគឺយើងពេលដែលឧទាហរណ៍ថាពេលដែលយើង register account នៅដំបូងគឺយើងរៀននៅសាលា A ទេបាទដល់ពេលឥឡូវនេះយើង join art competition យើងរៀននៅសាលា B អញ្ចឹងយើងត្រូវបំពេញជាមួយនឹងព័ត៌មានបាទសាលា B ចូលមកខាងក្នុងហ្នឹងវិញបាទអូខេ grade របស់ពួកយើងបាទអញ្ចឹងពួកយើងអាច select ទៅថាយើង grade ប៉ុន្មានអី grade ប៉ុន្មានហ្នឹងអូខេអញ្ចឹងអានេះ submission នេះអូខេ choose your art category អញ្ចឹងយើងឧទាហរណ៍ថាយើង join 3 category ឧទាហរណ៍បែប oil and acrylic អីចឹងទៅយើង select អាហ្នឹងរួចហើយយើងនេះ upload file របស់ពួកយើងនេះបាទអញ្ចឹងយើងក៏ click ទៅមកគេឲ្យយើងចូលទៅបាទស្វែងរក file ដើម្បី upload ហើយអូខេនេះ drop a file or click upload here អូខេអញ្ចឹងអា file នេះគឺជា file នៃ artwork បាទ artwork របស់ពួកយើងណាហ្នឹងហើយហើយដល់ពេលអាខាងនេះគឺវីដេអូបាទវីដេអូដែលយើងអឺថតយើងណែនាំខ្លួនឯងអូខេក៏ដូចជាណែនាំអំពី artwork របស់ពួកយើងហ្នឹងអូខេអញ្ចឹងបាទ click អញ្ចឹងដូចគ្នាបាទហើយ upload អូខេចុះយើងមាន7 category បាទអញ្ចឹងបើយើងជាន់join ឧទាហរណ៍យើង join 3 category យើង add នេះ add ទាំងអស់គ្នានេះcategory ទី2នេះ ink and water color អញ្ចឹងយ៉ាងណាយើង add បាទយើង drop វាទៅទៀតទៅបាទយើងចង់ add មកថែមទៀតcalligraphy អញ្ចឹងយើង add ទៀតហ៎អូខេអញ្ចឹងបន្ទាប់ពីយើងនេះ add ហើយយើងគ្រាន់តែ click នេះ I have acknowledged that I have already registered SIAT with my country partner អូខេparent acknowledge គាត់ថា click កន្លែងហ្នឹងហើយ yeah I understand and agree to the below term and condition អូខេ and then you just submit click submit អូខេហើយ artwork របស់ពួកយើងគឺនឹងបាទ artwork ក៏ដូចជាវីដេអូរបស់ពួកយើងគឺនឹង submit ទៅដល់ខាង SIMCC សិង្ហបុរីអញ្ចឹងគេនឹងធ្វើការអឺបាទផ្ដល់បន្ទុកបាទ evaluate និងផ្ដល់បន្ទុកផ្សេងៗអូខេបាទអញ្ចឹងតាក់ទងជាមួយនឹងបាទការ submission របស់ SIAT គឺបាទមានតែប៉ុណ្ណេះបាទបើសិនជាពួកយើងមានជាចម្ងល់តាក់ទងជាមួយនឹងការបង្កើតជាមួយនឹងregister ជា membership account របស់ Member Development Portal បាទអ្នកទាំងអស់គ្នាអាចមើលទៅកាន់វីដេអូបានឬមួយក៏បាទតាក់ទងមកកាន់ក្រុមការងារបាទនៅក្នុង group របស់ SIAT បាទជាក្រុមការងារនឹងជួយ assist អ្នកទាំងអស់គ្នាអំពីបាទរបៀបនៃការបង្កើត account បាទនៅពេលដែលពួកយើងជួបជាមួយនឹងបញ្ហាផ្សេងៗអូខេអញ្ចឹងតាក់ទងជាមួយនឹងវីដេអូនៅថ្ងៃនេះគឺមានតែប៉ុណ្្នេះបាទអរគុណអ្នកទាំងអស់គ្នាបាទព្យាយាមអស់ពីលទ្ធភាពអស់ពីសមត្ថភាពបាទដើម្បីចូលរួមជាមួយនឹងការប្រកួតបាទជាមួយនឹងការប្រកួត Art Competition មួយនេះបាទជូនពរអ្នកទាំងអស់គ្នាជោគជ័យទាំងអស់គ្នាបាទសូមអរគុណ